សេចក្តីណែនាំស្តីពីការរៀបចំពិធីបុណ្យចូលព្រះវស្សានិងអាសាฬហបូជាបុណ្យចូលព្រះវស្សានិងអាសាฬហបូជាបុណ្យដ៏សំខាន់របស់ព្រះពុទ្ធសាសនាបុណ្យចូលព្រះវស្សាគឺជាបុណ្យមានមកក្នុងព្រះវិន័យដែលព្រះសម្មាសម្ពុទ្ធទ្រង់បញ្ញត្តិឲ្យព្រះភិក្ខុសង្ឃគង់ចាំព្រះវស្សាអស់រយៈពេល3ខែក្នុងរដូវវស្សាព្រះបរមសាស្តាទ្រង់បញ្ញត្តិឲ្យព្រះភិក្ខុសង្ឃគង់ចាំព្រះវស្សាព្រោះមានមូលហេតុសំខាន់2យ៉ាងគឺ 1. ព្រះភិក្ខុទាំងឡាយត្រាច់ចរទៅកាន់ទីកន្លែងផ្សេងមានគួរខ្លះមិនគួរខ្លះមាននិមន្តជន់លើភូតគាមពេជ្ជគាមនិងធញ្ញជាតិផ្សេងជាហេតុនាំឲ្យអ្នកស្រុករិះគន់តេះដៀលនិងពោលនៅទោសដល់ព្រះភិក្ខុសង្ឃ 2. ព្រះពុទ្ធអង្គមានព្រះបំណងអនុគ្រោះដល់ព្រះភិក្ខុសង្ឃក្នុងសាសនានេះកុំឲ្យលំបាកក្នុងការធ្វើដំណើរក្នុងរដូវវស្សាដែលមានភ្លៀងជោកជាំការចូលព្រះវស្សាមាន2យ៉ាងទី1ពុរិមិកាវស្សាការចូលវស្សាមុនដំបូងចាប់ពីថ្ងៃ100ខែអាសាឍបើឆ្នាំណាលើកខែអាសាឍ2ដងត្រូវចូលវស្សានៅថ្ងៃ100ខែទុតិយាសាទដល់គ្រប់មួយត្រីមាស3ខែទើបចេញព្រះវស្សានៅថ្ងៃ15កើតខែអាសត់ទី2បច្ឆមិកាវស្សាការចូលវស្សាលើកក្រោយថ្ងៃចូលវស្សាលើកដំបូងចំនួន1ខែចាប់ពីថ្ងៃ100ខែស្រាបដល់ថ្ងៃ15កើតខែកដឹកទើបត្រូវចេញវស្សាការចូលវស្សាលើកក្រោយនេះព្រះពុទ្ធទ្រង់អនុញ្ញាតដល់ព្រះភិក្ខុសង្ឃមានកិច្ចរវល់ដោយប្រការណាមួយដែលពុំអាចចូលវស្សាទី1ឲ្យចូលវស្សាទី2បានបុណ្យអាសាฬហបូជាអភិលក្ខតសម័យដែលត្រូវបានពុទ្ធសាសនិកប្រារព្ធឡើងនៅថ្ងៃ15កើតខែអាសាឍជារៀងរាល់ឆ្នាំដើម្បីរំលឹកដល់ព្រឹត្តិការណ៍ធំ5 1. ថ្ងៃដែលព្រះបរមពោធិសត្វទ្រង់ចុះចាប់បដិសន្ធិ 2. ថ្ងៃដែលព្រះបរមពោធិសត្វទ្រង់ចេញសាងអភិនេស្ក្រម 3. ថ្ងៃដែលព្រះពុទ្ធបរមគ្រូសម្ដែងធម្មចក្រកប្បវត្តនសូត្រ 4. ថ្ងៃព្រះពុទ្ធជាម្ចាស់ទ្រង់ស្ថាបនាព្រះសង្ឃ 5. ថ្ងៃព្រះពុទ្ធអង្គទ្រង់សម្ដែងយមកបដិហាសម្រាប់បុណ្យអាសាฬហបូជាឆ្នាំនេះប្រព្រឹត្តទៅនៅថ្ងៃពុទ្ធ15កើតខែទុតិយាសាទឆ្នាំមមីអត្តស័កពុទ្ធសករាជ2570ត្រូវនឹងថ្ងៃទី29ខែកក្កដាឆ្នាំ2026សម្រាប់បុណ្យចូលព្រះវស្សាឆ្នាំនេះប្រព្រឹត្តទៅនៅថ្ងៃប្រហោះ100ខែទុតិយាសាទឆ្នាំមមីអត្តស័កពុទ្ធសករាជ2570ត្រូវនឹងថ្ងៃទី30ខែកក្កដាឆ្នាំ2026ដើម្បីឲ្យពិធីបុណ្យចូលព្រះវស្សានិងអាសាฬហបូជាឆ្នាំនេះមានភាពឱឡារិកក្រសួងធម្មការនិងសាសនាសូមធ្វើការណែនាំដល់មន្ទីរធម្មការនិងសាសនាគ្រប់រាជធានីខេត្តដូចខាងក្រោម 1. ត្រូវសហការជាមួយសាលាគុណរាជធានីខេត្តនិងគ្រឹះស្ថានអប់រំដើម្បីធ្វើការផ្សព្វផ្សាយខ្លឹមសារស្ដីពីបុណ្យចូលព្រះវស្សានិងអាសាฬហបូជាដល់ពុទ្ធបរិស័ទនិងយុវជនគ្រប់មជ្ឈដ្ឋានឲ្យបានយល់ជ្រួតជ្រាបអំពីអត្ថន័យនៃពិធីបុណ្យចូលព្រះវស្សានិងអាសាฬហបូជា 2. ត្រូវបំផុសឲ្យគ្រប់វត្តអារាមរៀបចំពិធីបុណ្យចូលព្រះវស្សានិងអាសាฬហបូជាឲ្យបានមហោឡារិកស្របតាមទំនៀមទម្លាប់ប្រពៃណីជាតិនិងព្រះពុទ្ធសាសនាសម្រាប់នៅតាមបណ្ដារាជធានីខេត្តនីមួយៗត្រូវជ្រើសរើសវត្តណាមួយដែលមានលក្ខណៈសមស្របប្រារព្ធពិធីបុណ្យចូលព្រះវស្សានិងអាសាฬហបូជាផ្លូវការ 3. ត្រូវសហការជាមួយព្រះមេគុណព្រះអនុគុណណែនាំដល់ព្រះគ្រូចៅអធិការអាចារ្យគណៈកម្មការគ្រប់វត្តមណ្ឌលវិបស្សនាធុរៈនិងអាស្រមព្រះពុទ្ធសាសនាធ្វើការបោសសម្អាតទីធ្លាព្រះវិហារកុដិឧបដ្ឋានសាលានិងកន្លែងគោរពសក្ការៈបូជាព្រមទាំងតុបតែងលម្អផ្កាភ្ញីបំភ្លឺភ្លើងចងបដាដែលមានរូបភាពសម្ដែងធម្មចក្រកប្បវត្តនសូត្រទ្រង់សម្ដែងយមកបដិហានិងចងទង់ជាតិទង់សាសនាទង់ព្រះមហាក្សត្រព្រមទាំងបដាពាក្យស្លោកផ្សេងត្រូវរៀបចំឲ្យមានពិធីចម្រើនព្រះបរិត្តសម្ដែងព្រះធម៌ទេសនានិងដឹកនាំពុទ្ធបរិស័ទធ្វើសមាធិកម្មដ្ឋាន 4.
សហការជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ការពារសុវត្ថិភាពក្នុងពិធីបុណ្យនិងបំផុសឲ្យសប្បុរសជនពុទ្ធបរិស័ទប្រជាពលរដ្ឋឲ្យអញ្ជើញចូលរួមបំពេញកុសលតាមសទ្ធាជ្រះថ្លារក្សាឲ្យបាននូវប្រពៃណីដ៏ល្អផូរផង់របស់ព្រះពុទ្ធសាសនានិងអនុមោទនាយកមគ្គផលរៀងៗខ្លួន 5. សូមពុទ្ធបរិស័ទចូលរួមឧបត្ថម្ភគាំទ្រព្រះភិក្ខុសង្ឃតាមបណ្ដាវត្តអារាមក្នុងរដូវចូលព្រះវស្សាដើម្បីព្រះភិក្ខុសង្ឃបដិបត្តិនៅធម៌វិន័យនិងគង់ចាំព្រះវស្សាឲ្យបានគ្រប់កាល3ខែដោយបរិបូរណ៍ទទួលបានសេចក្តីណែនាំនេះលោកប្រធានមន្ត្រីធម្មការនិងសាសនារាជធានីខេត្តនិងគ្រប់ភាគីពាក់ព័ន្ធត្រូវចាត់ចែងអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់ថ្ងៃសុក្រ4រោចខែបឋមសាទឆ្នាំមមីអត្តស័កពុទ្ធសករាជ2570រាជធានីភ្នំពេញថ្ងៃទី3ខែកក្កដាឆ្នាំ2026ហត្ថលេខានឹងត្រារដ្ឋមន្ត្រីចាយបូរិន